ថ្ងៃពេញបរមីខែវិសាខសមឡៈលោកចង់សម្រេចមគ្គផលជាយាមដើម្បីអ្វីទៅលោកជាព្រះរាជបុត្រចូលត្រឡប់ទៅព្រះរាជវាំងប្រើជីវិតឲ្យបានសោយសុខវិញទៅយើងមិនចាចេញពីទីនេះរហូតទាល់តែយើងស្វែងរកសច្ចធម៌ដែលចាំតែរកសេចក្តីសុខជានិរន្តរ៍តាមចិត្តចុះសមណៈល្ងងបុត្រីស្រស់ទាំង3របស់បិតាយើងមានការងារឲ្យបុត្រធ្វើហើយសូមឲ្យបុត្រជួយអូសទាញសមណៈនេះឲ្យបានព្រះបិតាសមណៈល្ងងឯងពិតជាឈ្ងួតខ្លាំងណាស់យើងនឹងហៅព្យុះនៃភាពទរន់ទាំង9យ៉ាងព្យុះនៃភាពកងឹតកងល់9ប្រភេទនិងព្យុះភ្លើងយើងសូមចាញ់អំណាចរបស់ឯងសាងភាពស្មុគស្មាញឈឺចាប់បំផ្លាញសមាធិរបស់ឯងបំផ្លាញសមាធិរបស់ឯងស្អីគេនេះមិនអាចបានទេមិនក៏ភ្លើងខ្លាចទៅជាផ្កាអញ្ចឹងទៅវិញអូជុះសង្គ្រាមទាំង9មិនអាចចាញ់សមណៈបានទេឥឡូវនេះយើងសូមចុះចាញ់ហើយកលេសនៃភាពងងឹតងងល់បានត្រូវបណ្ដេញចេញហើយរស្មីនៃការចេះដឹងក៏ចាប់ដើមភ្លឺឡើងនៅទីបំផុតយើងក៏បានស្វែងរកសច្ចធម៌ដែលជាទីបញ្ចប់នៃការកើតចាស់ឈឺស្លាប់ហើយយើងដើរមកយូរហើយប៉ុន្តែរកអតិថិជនម្នាក់មិនបានសោះយើងចង់រកកន្លែងសម្រាប់បន្តិចហើយមិនហើយខ្ញុំហត់នឿយខ្លាំងណាស់ហើយយើងរយហូបសិនទៅតាមអានេះល្អតើអូឯងមើលទៅនោះមានមនុស្សអង្គុយក្រោមដើមឈើអាចជាអតិថិជនយើងក៏ថាបានណាគេមានពលឺចេញមកទៀតឃើញទេពិតជាមានអ្វីពិសេសហើយនោះឯងឃើញនេះឯងមើលច្បាស់អូមែនលោកយើងមកពីក្រុងអុកបាឡាពួកយើងនឿយហត់ណាស់សុំសម្រាប់ផងបានទេចូលលោកសម្រាប់ចុះសុំមេត្តាទទួលបាយលេខទឹកឃ្មុំរបស់ពួកយើងផងទៅលោកប្រាប់ពួកយើងបានទេលោកកាន់លទ្ធិណាមួយទៅគ្មានព្រះជាម្ចាស់អង្គណាដែលអាចហៅបានថាអ្នកកសាងគ្រប់បែបយ៉ាងទាំងអស់សុទ្ធតែកើតឡើងដោយមានមូលហេតុឬកម្មហើយផលនៃកម្មអវិជ្ជាជាឫសគល់នៃអំពើអកុសលទាំងពួងហើយជាមូលហេតុបណ្ដាលឲ្យមានការកើតរងទុក្ខនិងការស្លាប់នាពេលអវិជ្ជាត្រូវបំផ្លាញដោយវិជ្ជាអ្នកនោះឬឆ្ពោះទៅនិព្វានយើងគ្មានគ្រូបាអាចារ្យហើយគ្មានអ្នកណាប្រៀបស្មើយើងទេ
ព្រះពុទ្ធជាម្ចាស់សូមមេត្តាទទួលពួកយើងទាំងពីរធ្វើជាសាវករបស់ព្រះអង្គផងទៅហើយឲ្យខ្ញុំព្រះអង្គ មុ បាន ន ជា នឹង ទី ពួក ខ យើង ផង ទៅយើងសុំរបស់មានតម្លៃផ្ញើទៅគោរពបូជាផងចុះអរព្រះគុណព្រះពុទ្ធដ៏ចម្រើនយើងនឹងនាំព្រះកេសារបស់ទ្រង់ទៅទីក្រុងអូកាឡាហើយទុកបូជានៅក្នុងចេតិយស្អីគេនោះ នោះលោកសុថតថតិតើ មើលលោកចុះលោកពូពេញទៅដោយភាពប្រណិតយើងគិតថាលោកប្រហែលជាឈ្មោះទៅអាណាចក្ររបស់បិតាលោកហើយ ដើម្បីអង្គុយលើរាជបល្ល័ង្កទាយាទៀតហើ ទេ យ មើលទ្រង់មកខាងនេះទៀតតើ បានហើយយើងជាអ្នកស្វាគមន៍លោកទៀត ប៉ុន្ ហើ តែ យ មើលទៅទ្រង់មានអ្វីជាពិសេសឬមួយទ្រង់អី អូ ឬមួយទ្រង់ត្រាស់ដឹងទៅហើយនេះអូសូមថ្វាយបង្គំព្រះពុទ្ធដ៏ចម្រើនស្ដាប់ណាបច្ចៈវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយ ព្រះអង្គដ៏ចម្រើនទ្រង់ធ្វើរឿងណាសូមប្រាប់ទូលបង្គំផង មែនហើយប្រាប់ផងយើងនឹងសម្ដែងធម៌ចំពោះអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាតាំងចិត្តរៀនហើយប្រតិបត្តិតាមយើងសម្ដែងមិនយូរទេអ្នកទាំងអស់គ្នានឹងត្រាស់ដឹងនៅខ្លួនឯងមិនមែននៅជាតិមុខនៅពេលនេះហើយឥឡូវនេះក្នុងជាតិនេះយើងនិយាយជាការពិតព្រះពុទ្ធជាម្ចាស់ផ្ដល់ដំណោយើងដល់ពួកយើងផងយកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរំឬការធ្វើបាបខ្លួនឯងឲ្យពិបាកប៉ុន្តែចូលប្រតិបត្តិតាមផ្លូវកណ្ដាល ព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅ គឺការប្រតិបត្តិដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ 1. ការយល់ឃើញត្រូវសមាទិដ្ឋិ 2. ការត្រេះរិះត្រូវសមាសង្កប្បៈ 3. ការនិយាយត្រូវសមាវាចា 4. ការងារត្រូវសមាកម្មន្តៈ 5. ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ 6. ការបំពេញព្យាយាមត្រូវសមាវិយាមៈ 7. ការរលឹកត្រូវសមាសតិ 8. ការតាំងចិត្តត្រូវសមាសមាធិ លោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោកដើម្បីផលប្រយោជន៍ដល់មនុស្សដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយតែកុំទៅផ្លូវមួយដល់ទៅពីររូងចូលសម្ដែងធម៌ឲ្យស្រស់បំព្រងនៅក្នុងជំហានដំបូងហើយនៅទីបំផុតចូលប្រកាសសាសនាហើយតាំងចិត្តឲ្យបរិសុទ្ធស្រស់ ព្រះអង្គដ៏ចម្រើនលើកទោសឲ្យខ្ញុំព្រះអង្គបានទេនៅការរំខាននៃការឆាន់ខ្ញុំចង់សួរនៅបញ្ហាមួយដល់លោកចង់សួរស្អីគេ លោកឌៀងលោកមើលទៅស្រស់ថ្លា ដើម្បីឧទ្ទិសដល់បរមគ្រូរបស់យើង បរមគ្រូរបស់លោកជានរណាទៅហើយបានព្រាបបណ្ដៅថាមិនដែរទៅ កម្មទាំងឡាយកើតចេញពីហេតុព្រះតថាគតត្រាស់ហេតុហើយការបន្លត់ធម៌ទាំងនោះព្រះមហាសមណៈបានត្រាស់បែបនេះ សំណងខ្ញុំទៅរកបរមគ្រូលោកផងទៅ ចូលកុំជឿអ្វីជំនឿគឺជាកិលេសដូច្នេះចូលកុំជឿសូម្បីតែរឿងដែលយើងប្រាប់យើងធ្វើ